ចាសួស្តីបងប្អូនយើងបន្តមេរៀនរបស់យើងមកចំណុចទី1.2ការប្រតិបត្តិចឹងនៅក្នុងសាសនាហិណ្ឌូការប្រតិបត្តិគឺជាវិធីមួយដ៏សំខាន់នៅក្នុងការគោរពសាសនាគឺគេផ្ដោតទៅលើចំណុចសំខាន់4ជាទី1គឺមានភក្តីភាពទី2ការបំពេញតបៈយុគៈហើយទី3គឺការអឺធ្វើពិធីបូជាយញ្ញហើយនិងបូជាអគិហើយនិងចុងក្រោយគេគឺពិធីសេវៈរាត្រីជាសួរថាភក្តីភាពជាអីអញ្ចឹងភក្តីភាពនេះសំដៅទៅលើថាមនុស្សដើម្បីបានសុខតតែស្មោះត្រង់ស្រឡាញ់អតិទេពធ្វើយ៉ាងណាអតិទេពសប្បាយចិត្តទៅពេលហ្នឹងមនុស្សបានសុខហើយនេះគឺជាការប្រតិបត្តិនៅក្នុងសាសនាហិណ្ឌូហើយទី2គឺតើធ្វើម៉េចដើម្បីឲ្យអតិទេពសប្បាយចិត្តបានអញ្ចឹងដើម្បីឲ្យអតិទេពសប្បាយចិត្តផ្ដល់សេចក្តីសុខឲ្យយើងបានព្រោះតែយើងនឹងអឺចេះធ្វើតបៈនិងយោគៈតបៈនេះបានន័យថាធ្វើការឲ្យបរិសុទ្ធដោយប្រព្រឹត្តនៅការដុតកម្ដៅខ្លួនអង្គុយអាំងភ្លើងយ៉ាងក្ដៅធ្វើឲ្យខ្លួននឹងមានទុក្ខលំបាកវេទនាដើម្បីឲ្យអតិទេពឃើញរំជួលចិត្តពីការព្យាយាមរបស់យើងហើយក៏ប្រទានពរតាមសេចក្តីប្រាថ្នានោះយើងបានទទួលនៅសេចក្តីសុខចាអញ្ចឹងតតែអតិទេពសប្បាយចិត្តបានសុខចាទី2គឺយោគៈយោគៈនេះគឺជាការទូន្មានអប់រំចិត្តឲ្យស្អាតតម្រង់ទៅរកអតិទេពជួយឲ្យសន្តោសប្រណីអញ្ចឹងអប់រំចិត្តឲ្យស្អាតអញ្ចឹងទី1កាយស្អាតទី2ចិត្តស្អាតអញ្ចឹងពេលចិត្តស្អាតអតិទេពក៏សន្តោសប្រណីអញ្ចឹងក៏អបប្រទាននៅពរឲ្យយើងធ្វើឲ្យមានក្តីសុខដែរចាចឹងចាប់ធ្វើឲ្យសប្បាយចិត្តតាមរយៈកាយនិងចិត្តនឹងឯងដែលធ្វើឲ្យគាត់ផ្ដល់នៅសេចក្តីសុខឲ្យមនុស្សទី3គឺពិធីបូជាយញ្ញនិងបូជាអគិនេះក៏ជាវិធីមួយធ្វើឲ្យអតិទេពសប្បាយចិត្តនិងផ្ដល់ក្តីសុខឲ្យដែរគឺយកមនុស្សសត្វទៅដុតថ្វាយអតិទេពធ្វើឲ្យអតិទេពនឹងសប្បាយចិត្តហើយប្រសិទ្ធពរតាមប្រាថ្នាចានេះវាដូចជាមិនល្អប៉ុន្មានទេសម្រាប់ពិធីនេះហើយពិធីបូជាអគិនេះតាមការយល់ឃើញរបស់ខ្ញុំទេពិធីបូជាអគិនេះគឺគេដុតភ្លើងបំភ្លឺទាំងយប់ទាំងថ្ងៃថ្វាយអតិទេពដើម្បីសុំពរឲ្យបានសេចក្តីសុខសប្បាយអញ្ចឹងពេលដែលអតិទេពរំភើបចិត្តក៏ផ្ដល់ក្តីសុខសប្បាយឲ្យទៅចំណែកពិធីចុងក្រោយគេពិធីសេវៈរាត្រីនេះជាពិធីលាងបាបអញ្ចឹងគេរំលឹកដល់ព្រះឥសូរដើម្បីដែលឲ្យកំណត់ដល់មនុស្សលោកហើយគេរៀបចំពិធីនេះនៅពេលយប់ក្នុងមួយឆ្នាំគេធ្វើតែម្ដងហើយនៅពេលហ្នឹងគេនាំគ្នាទៅជាមួយទឹកគង្គាដើម្បីលាងបាបជាពិសេសនៅប្រទេសឥណ្ឌាប្រហែលសម័យលើអីតាមស្រួលឲ្យឆ្លងកូវីដពេញហ្នឹងចាចឹងចំណុចចុងក្រោយគេនៃមេរៀនរបស់យើងគឺឥទ្ធិពលនៃសាសនាគ្រិស្តនៅក្នុងសំទោសឥទ្ធិពលនៃសាសនាហិណ្ឌូនៅក្នុងសង្គមខ្មែរចឹងសម្រាប់សាសនាឥទ្ធិពលនៃសាសនាព្រាហ្មណ៍បង្កើតនៅក្នុងជំនឿបានចាក់ឫសយ៉ាងមុតមាំក្នុងចិត្តគំនិតនិងទំនួលរបស់ខ្មែរយើងតាំងពីយូរលង់ណាស់មកហើយក៏ឥទ្ធិពលហ្នឹងក៏វាមាននៅក្នុងអឺជីវភាពរស់នៅប្រចាំថ្ងៃដែរជាក់ស្ដែងដែលគេជឿថាសាសនាហ្នឹងគឺផ្ដល់នូវសេចក្តីសុខទុកល្អអាក្រក់អីគឺអតិទេពផ្ដល់ឲ្យគេអញ្ចឹងគេតែងតែសែនព្រេនសុំក្តីសុខពីអតិទេពហើយចាហើយទីផ្សេងទៀតមានដូចជារៀបចំស្លាធម៌បាយសីឬពេលលាក្រុងពលីជាដើមនោះសុទ្ធតែជាពិធីតាមបែបសាសនាព្រាហ្មណ៍ហើយឬយើងហៅថាហិណ្ឌូសាសនាហើយនៅក្នុងសិល្បៈខ្មែរយើងដូចជាគំនូរចាដូចជាគំនូរចម្លាក់ការសាងសង់ប្រាសាទថ្វាយសាសនាព្រាហ្មណ៍គឺមានហើយអធិបតអក្សរសិល្ប៍ដែលលើកយកតួអង្គអច្ឆរិយៈចេះហោះចេះហើរឬជារឿងរាមកេរ្តិ៍ហ្នឹងក៏ជារឿងដែលតាក់ទងដែលទទួលឥទ្ធិពលមកសាសនាព្រាហ្មណ៍ដែរនេះសុទ្ធតែជារូបភាពដែលបង្ហាញពីឥទ្ធិពលរបស់សាសនាព្រាហ្មណ៍មានការស្រោចទឹកមានការរៀបចំបាយសីស្លាធម៌អមលូធម៌អីហ្នឹងគឺសាសនាព្រាហ្មណ៍ដែរទោះបីជារាល់ថ្ងៃយើងកាន់សាសនាពុទ្ធប៉ុណ្ណឹងតែយើងអត់ចោលអាហ្នឹងអាបោកលាយហ្នឹងហើយដោយសារតែឥទ្ធិពលនៃសាសនាយើងមានតាំងពីដើមមកណាមានការបួងសួងមានការអីហ្នឹងចារលាស់ទឹកសុទ្ធអីហ្នឹងចានេះជាពិធីតាមបែបសាសនាព្រាហ្មណ៍ហើយបថោតោសម័យនាងហ្នឹងក៏នៅក្នុងរបៀបជាសាសនាព្រាហ្មណ៍ដែរហើយពិធីមង្គលការមានហោមើពលាហោមើអីពេលវេលាសង់ផ្ទះអីហ្នឹងសុទ្ធតែសាសនាព្រាហ្មណ៍ហើយក្រុងពលីក្រុងអីហ្នឹងគឺជាឥទ្ធិពលរបស់សាសនាព្រាហ្មណ៍ហើយអញ្ចឹងសាសនាព្រាហ្មណ៍ហើយនិងពុទ្ធសាសនាហ្នឹងនៅលាយឡំគ្នានៅក្នុងជីវភាពខ្មែរយើងរាល់ថ្ងៃដោយសារតែប្រវត្តិដើមខ្មែរយើងធ្លាប់កាន់សាសនាព្រាហ្មណ៍ហើយក៏ធ្លាប់កាន់សាសនាពុទ្ធអញ្ចឹងមកដល់សប្តាហ៍ថ្ងៃបើទោះជាមានសាសនាពុទ្ធចាក់ឫសជាសាសនារបស់រដ្ឋពិតមែនប៉ុន្តែឥទ្ធិពលរបស់សាសនាព្រាហ្មណ៍ក៏យើងនៅតែយកមកលែលោកដែរនេះយើងនៅយកមកលែលោកក្នុងជីវភាពប្រចាំថ្ងៃដែរចាអញ្ចឹងអាស្រ័យដល់អញ្ចឹងហើយដែលឥទ្ធិពលរបស់សាសនាហ្នឹងនៅមានបន្ត